រឿងក្អែកមួយជាក្អែក10កាលពីព្រេងនាយមានបុរសពីរនាក់ម្នាក់ឈ្មោះអាខិលម្នាក់ឈ្មោះអាខូចនៅស្រុកទីតីពីគ្នាគំនិតដោយខ្លួនអាខូចជុះអាចដាក់ពេញពាងមួយហើយយកអាចលាក់បិទផ្ចិតយ៉ាងល្អមិនឲ្យក្លិនចេញក្រៅបានអាខិលធ្វើកាំបិតមួយមានផ្លែប៉ុនចង្កឹះអកកំបោរដងប៉ុនក្តៅស្រោមធំវែងប្រហែលមួយលូកអាខិលស្ពាយកាំបិតនោះដើរទៅលក់ឯអាខូចក៏ពុនពាងអាចនោះដើរទៅលក់ដែរអាខិលទៅពីនេះអាខូចមកពីនោះជួបគ្នាកណ្ដាលផ្លូវអាខូចពីនាយថាអ្នកឲ្យទិញផ្អកយកទៅពិសាផ្អកចាវយ៉ាងល្អស្ងោរក៏បានចំហុយក៏បានឆ្ងាញ់របស់ខ្ញុំណាស់អាខិលឆ្លើយថាទាស់តែលក់ដាវខ្ញុំមិនដាច់គ្មានលុយទិញបើដូរជាដាវនេះព្រមដូរឬទេអាខូចឃើញដាវនោះវែងក៏ឆ្លើយថាដូរក៏ដូរអាខិលប្រគល់ឲ្យអាខូចហើយអួតថាដាវខ្ញុំនេះមុតបំផុតមេដែករបស់ខ្ញុំផងបើត្រូវការសឹមហូតកាប់តែម្ដងអ្នកឯងកុំប្រញាប់ហូតមើលបើហូតលព្រើសុកទៅវិញមិនចោះទេដាវខ្ញុំពូកែខ្ញុំស្ដាយរបស់ខ្ញុំណាស់បើគុំតែខែនេះក្រមហូបពេកគុំអីខ្ញុំមិនដូរទេអាខូចក៏ប្រគល់ពាងអាចឲ្យទៅអាខិលហើយហាមថាផ្អកខ្ញុំនឹងក៏ដែរដល់ពេលស៊ីសឹមបើកយកមកចំហុយគុំអាលបើកមើលក្រែងវាស្អុយរុយបែងក្រែងវាធំខ្មោះស៊ីមិនទាន់អស់វាទៅជាខានឆ្ងាញ់នឹកឃើញជីដូនជីតាបានតែខ្វាស៊ីទៅអាទាំងពីរបែកគ្នាទៅដល់ផ្ទះរាល់ខ្លួនហើយទឿនប្រពន្ធកូនថាដណ្ដាំបាយទៅអញបានផ្អកប្រពន្ធថាបានផ្អកពីណាអាខិលថាដូរដាវគេថាផ្អកចៅគេឆ្ងាញ់ពិសាណាស់ប្រពន្ធក៏អពេញចិត្តនឹកថាប្តីចេះធ្វើកាំបិតដូរផ្អកស្ទុះផ្លែតទៅលាងចានដួសបាយហើយកាន់កាំបិតយ៉ាងគំរើកកិលទៅចិត្តពាងផ្អកយកកាំបិតគាស់អាចលាក់នោះបើកឡើងហើយលូកខ្វាបានមួយក្តាប់ដាក់ផ្លាប់ទៅក្នុងចានសនៅដៃប៉ុន្មានក៏លិតផ្លប់ភ្លក់មើលងើបមុខឡើងថាយីផ្អកចៅអីក៏ស្អុយដូចអាចគ្មានឆ្អឹងនឹងសាច់ខ្វិចខ្វក់មាត់ផងយ៉ាងនឹងតើផ្អកត្រីអីប្តីថាក្រែងត្រីពោប្រពន្ធក៏លូកគោរាវរកក្បាលលូកបានពាក់កណ្ដាលក្អួតចង្អោម្បីវក់ដឹងជាក់ជាអាចមិនមែនផ្អកមកបន្ទោសទៅម្ចាស់ដើមឆ្អើមលេបបាយមិនរួចនិយាយអំពីអាខូចត្រេកអរណាស់ដើរទៅផ្ទះអួតប្រាប់ប្រពន្ធថាអាចមួយពាងដូរបានដាវមួយដែរទទួលខឹងនឹងឆ្កែវានំច្រាស់ស្លឹកគ្រៃកន្ទ្រាក់ដាវលោតទៅដល់ដីបំរុងនឹងកាប់ឆ្កែសម្លាប់ក៏ចាប់ដងដាវហូតខ្វិចឃើញផ្លែដាវនោះកំពេចកេកឡើងលើផ្ទះបង្ហាញប្រពន្ធមើលហើយសើចទាំងពីរនាក់សើចហើយប្រាប់ប្រពន្ធថាប្រាជ្ញាអានោះស្មើនឹងអញទៅបបួលវាធ្វើសម្លាញ់គ្រាន់រកស៊ីពីរនាក់នឹងបានមាសប្រាក់ដោយញីលុះទៅប្រទះនឹងអាខិលដើរមកពីនាយសាច់ព្រាយនិយាយសួរថាឯងទៅណាអាខិលឆ្លើយថាអញមកសុំឯងធ្វើសម្លាញ់អាទីមួយក៏ថាអញសុំឯងធ្វើខ្លើដែរហើយក៏សុកចិត្តដើរពីរនាក់ទៅដល់ផ្ទះមហាសេដ្ឋីម្នាក់ចាស់ចរាឈឺស្លាប់គេដាក់ក្នុងក្តារមឈូសបំរុងបូជាថ្ងៃស្អែកចំណែកកូនចៅនិងប្រពន្ធយំសោកគ្រប់គ្នាវេលានោះអាទាំងពីរស៊ើបសួរអ្នកដើរខាងក្រៅថាអ្នកណាស្លាប់បានជាគេយំគេប្រាប់ថាមហាសេដ្ឋីស្លាប់អាទាំងពីរអ្នកគិតគ្នាថាឯងត្រូវក្លែងសម្បត្តិមួយច្បាប់ទៅប្រាប់ថាសម្បត្តិសេដ្ឋីឲ្យមកយកទ្រព្យរបស់អញបន្លំលុបចូលដេកក្នុងមឈូសអំពីលើខ្មោចសេដ្ឋីស្ដីតបនឹងឯងហើយក៏បន្លំដេកដោយគំនិតអ្នកនៅចិត្តមិនបានឃើញមិនបានដឹងត្បិតភ្នែកខំសម្លឹងប្រឹងឈ្ងោកមើលក្រាំងសូត្រព្រះធម្មកូនចៅតូចធំរវល់តែយំសោកអាខូចដើរទៅរកក្រដាសបានធ្វើសម្បត្តិខ្លែងកាន់ដើរទៅសម្ដែងសូត្រឲ្យគេស្ដាប់សម្បត្តិអំពីមហាសេដ្ឋីប្រាប់ថាចៅខូចកំសត់តាំងពីតូចជាកូនធរឥឡូវឪពុកចរាហើយកូនអើយចូលទៅយករបស់ទ្រព្យទុកចាយឲ្យសប្បាយចិត្តចោះកូនចៅប្រុសស្រីគេមិនសុខចិត្តព្រោះត្បិតគ្មានត្រាហត្ថលេខាសេដ្ឋីអាខូចឆ្លើយថាខ្ញុំសូមសន្យានឹងអស់កូនចៅអញ្ជើញទៅហើយទៅសួរលោកចោះបើលោកស្ដីនោះខ្ញុំត្រង់ពិតបើលោកស្ងៀមនោះខ្ញុំខ្លែងបញ្ឆោតទេកូនសេដ្ឋីចូលភ្លាមទៅស្រែកហៅឪពុកអាខិលឆ្លើយថាអើកូនសួរថាឪពុកបានឲ្យសម្បត្តិទៅកូនធម៌មកយករបស់មែនឬអាខិលថាអើកូនអញឈ្មោះខូចវាមកហើយឬកូនឆ្លើយថាទៀនប្រុសមកហើយអាខិលថាអើ
មើលយករទេះមួយធំក្របីមួយនឹមទឹមរទេះនោះហើយយកមាសប្រាក់កែវកងសំពត់អាវ៉ាល់ផ្ទុកក្នុងរទេះឲ្យល្មមតែក្របីនោះអូសរួចបានប៉ុន្មានឲ្យវាយកទៅចោះកូនចៅស្រីប្រុសចាញ់ឧបាយក៏អាខើអាខូចក៏ខឹងខ្មោចសេដ្ឋីស្លាប់ហើយចេះស្ដីហៅពេញជាអស្ចារ្យឥឡូវនឹងបើកក្តារមើលឲ្យច្បាស់ចាស់ហាមប្រាមថាមើលមុខខ្មោចមិនបានខ្លាចដេកយប់ទៅមើលមមាម្លោះហើយក៏ជឿជាក់យកមាសនិងប្រាក់សំពត់អាវសំលៀកបំពាក់និងកន្ទេលពុកខ្នើយហើយថែមទោថាសចានល្អអំបិលប្រហុក4ក្រលអង្ករ5ការុងដាក់ផ្លុងទៅឲ្យអាខូចអាខើបង្វិលរទេសយ៉ាងធំជែកយំទឹកភ្នែកឲ្យដឹងខឹងដោយបញ្ជោះទាំងស្រីទាំងប្រុសហើយក៏ដឹកក្របីមួយនឹមទឹមរទេសរគោលឲ្យអាខូចទៅអានេះត្រេកអរឡើងបរទេសចេញទៅអ្នកទាំងអស់ដែលនៅចេះតែជ្រួលមិនស្រួលព្រោះត្បិតខឹងនឹងស្ដាយអាខើលួចមើលនាយអាយលុបចេញព្រិចរត់តាមទៅបន្តិចក៏ទាន់រទេសហើយនិយាយគ្នាថាយើងបានទ្រព្យរបស់តែទាស់ឃ្លានបាយបើឈប់ដណ្ដើមបាយនៅរៀងអាយក្រែងមិនស្ងាត់ខ្លាចចោលតាមមកស្ទាក់ប្លន់យកទ្រព្យមួយរទេសបើដូច្នេះឯងឈប់ចាំអញទៅសុំបាយគេស៊ីខ្លះយកខ្លះមកឲ្យឯងអាមួយព្រមហើយអាមួយក៏ដើរទៅរកថ្នាំតាមផ្លូវយកមកនឹងលាយបាយឲ្យពូស្លាប់អន្តរាយនឹងយកទ្រព្យរបស់ទាំងអស់តែម្នាក់ឯងអាមួយដែលនៅចាំរទេសក៏ធ្វើខ្នាដាក់ស្ទាក់ផ្លូវបំរុងឲ្យត្រូវអានោះស្លាប់នឹងយកទ្រព្យតែម្នាក់ឯងដែរវេលានោះអាមួយទៅសុំបាយគេស៊ីរួចហើយសុំមួយចានផ្ញើសម្លាញ់គេមិនកំណាញ់ក៏រកស្លឹកចេកខ្ចប់ឲ្យមានទាំងត្រីអាំងផងអានោះក៏លាគេដើរចេញមកហើយយកថ្នាំប្រឡាក់បាយមកដល់ខាងអាយក៏ត្រូវនឹងខ្នានោះស្លាប់អាមួយដើរប្រញាប់ចាប់បាយស៊ីទើបនឹងស្កាំអាស្រពីថ្នាំក៏ពោលស្លាប់បន្ទាប់គ្នាឯក្របីនោះក៏អូសរទេសចូលព្រៃរតែករតោកទៅជ្រកក្នុងទឹកត្រពាំងប្រឆាំងដាច់ខ្សែទៀមដេកត្រាំទឹកទៅដល់វេលាព្រឹកមានបុរសម្នាក់ដើរទៅឃើញទ្រព្យរបស់ទាំងអស់នៅក្នុងព្រៃនឹកម្ដងភ័យនឹកម្ដងអថាឯងអ្នកក្រមិនដែលប្រទះទ្រព្យច្រើនណាស់ដូច្នេះបើឡាយលោកយកទៅជារបស់ខ្លួនក្រែងពុំបានសុខក៏រុញរទេសសម្រុកទៅទុកក្នុងព្រៃចុងក្របីចប់ត្រឡប់ទៅផ្ទះវិញហើយក៏ពិសោធន៍មាយាទប្រពន្ធដោយគិតថាបើប្រពន្ធមាយាទល្អនឹងយកទ្រព្យនោះទៅជារបស់ខ្លួនបើនិយាយទៅមិនចេះលាក់នឹងយករបស់ទាំងអស់ទៅជូនរាជការផែនដីជាប្រយោជន៍ដើម្បីឲ្យតែសុខខ្លួនគិតហើយដើរដល់ផ្ទះក៏កុហកប្រាប់ប្រពន្ធថាអញជុះអាចមិញមានសត្វក្អែកមួយហាចេញអំពីក្តិតតែឯងអាណិតបិទមាត់ឲ្យឈឹងគុំឲ្យនរណាគេដឹងមួយជាពីរតែចូលត្រចៀកគេវាបែកការអាក្រក់ណាស់កើតមានជំនុំជម្រះសួរទៅសួរមកហើយគ្មានទាំងសាក់សីបានដឹងនឹងអាងក្រែងគេយកអញទៅឆ្កាងឬយកទៅដាក់គុកប្រពន្ធមិនលាក់ទុកក៏ដើរទៅប្រាប់គេថាមានក្អែកហាចេញពីក្តិតប្តីអញតែឯងកុំមាត់មេមួយទៀតមិនអត់ទៅប្រាប់គេថែមទៀតក្អែក5ប្រាប់លើសមួយគ្នាដរាបដល់ក្អែក10រឿងនោះក៏ជ្រួតជ្រាបទៅដល់ព្រះមហាក្សត្រទ្រង់ចាត់ប្រើរាជអាមាត្យឲ្យស្រាវជ្រាវរកដល់បុរសនោះក៏ថ្វាយបង្គំគាល់ស្ដេចទ្រង់ឆ្ងល់ត្រាស់សួរថាមែនឬមិនមែនបុរសក្រាបទូលថាទូលព្រះបង្គំជាខ្ញុំកុហកប្រពន្ធចង់ដឹងចិត្តព្រោះត្បិតឃើញទ្រព្យច្រើនបុរសនោះរៀបរាប់ក្រាបទូលដូចខាងលើហើយក្រាបបង្គំលាទៅទឹមរទេសយកទ្រព្យមកថ្វាយស្ដេចទ្រង់ព្រះរាជទានឲ្យបុរសនោះពាក់កណ្ដាលដាក់ឃ្លាំង